បើសិនជាក្តីទុកព្រួយចេះបោះជំហានដើរចេញទៅប្រៀបដូចជាមនុស្សដែលឃ្លាតដោយពុំបានងាកក្រោយបើសិនជាអនុស្សាវរីយ៍មិនវិលបញ្ច្រាស់ឲ្យឃើញជារៀងរាល់រាត្រីទីនោះវានឹងមិនទាញចិត្តអ្នកណាម្នាក់ឲ្យនឹកឃើញនូវភាពសោកសៅទាំងឡាយឡើយមានថ្ងៃខ្លះកើតទុកព្រួយដោយគ្មានមូលហេតុព្រោះតែនឹកឃើញនៅស្រមោលទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងគេតែងនិយាយថាពេលវេលានឹងលុបបំបាត់អ្វីៗគ្រប់យ៉ាងតែគ្មានអ្នកណាហ៊ានសន្មតថាតើទាមទារនៅពេលវេលាច្រើនឬតិចសម្រាប់បំភ្លេចវាឡើយតើធ្វើដូចម្តេចកុំឲ្យក្តីទុកព្រួយវិលត្រឡប់មកវិញជារៀងរាល់រាត្រីមានរឿងខ្លះអាចអត់ឱនឲ្យបានតែពុំអាចបំភ្លេចវាបានទេមានមនុស្សខ្លះទោះបីជាត្រូវឃ្លាតឆ្ងាយតែក្នុងដួងចិត្តហាក់បីដូចជានៅក្បែរគ្នាចិត្តបង្កើតបើសិនជាថ្ងៃនេះអ្នកនៅតែកើតទុកព្រួយចូលអ្នកព្រួយបន្តទៀតចុះតែកុំភ្លេចថាក្តីទុកព្រួយមិនមែនជាការខាត់ខាំងបេះដូងឡើយផ្ទុយមកវិញវាជាវិធីសម្រាប់ឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយថ្ងៃណាមួយនោះអ្នកនឹងជប់គិតថាគេនឹងវិលត្រឡប់មកវិញព្រោះអ្នកដែលត្រូវវិលមកវិញគឺជារូបអ្នកសម្រាប់ថ្ងៃស្អែកដែលភ្ជាប់មកជាមួយនឹងបេះដូងរឹងមាំក្រោមពន្លឺភ្នែកដែលជឿជាក់ចូលតាំងចិត្តឲ្យបានរឹងមាំបំភ្លេចឲ្យបាននៅអ្វីដែលមិនមែនជារបស់យើងអ្នកដែលត្រូវទៅទោះជាប្រឹងខាត់យ៉ាងណាក៏គេមិននៅជាមួយយើងដែរ